ធោបងប្អូនអើយមនុស្សមកប៉ុណ្ណាឲ្យវាច្រើនខ្លាំងម្លេះបងប្អូនបាទមិនមែនជាផ្សាររាត្រីឬក៏មិនមែនជាផ្សារទំនើបទេណាបងប្អូនបាទប៉ុន្តែទិដ្ឋភាពដែលបងប្អូនកំពុងតែឃើញនេះគឺជាផ្សារលើឬក៏យើងអាចនិយាយបានម្យ៉ាងទៀតថាជាផ្សារដែលមានការដាក់លក់ទុរេនច្រើនខ្លាំងជាងគេនៅស្រុកមេមត់ខេត្តត្បូងឃ្មុំបងប្អូនបាទដែលគេហៅថាផ្សារទុរេនបងប្អូនបាទអញ្ចឹងទិដ្ឋភាពដែលបងប្អូនកំពុងតែឃើញនេះគឺជាថ្ងៃអាទិត្យណាបងប្អូនបាទទី28ខែ6ឆ្នាំ2025បងប្អូនបាទគឺទិដ្ឋភាពគឺបងប្អូនប្រជាជនយើងនឹងគឺមកលេងច្រើនខ្លាំងមែនទែនបាទនៅស្រុកមេមត់ខេត្តត្បូងឃ្មុំនឹងឯងបងប្អូនបាទអញ្ចឹងទិដ្ឋភាពនេះគឺប្រហែលជាខ្ទង់ម៉ោង1ឬក៏ម៉ោង2រសៀលអញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺជាធម្មតាថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះបងប្អូនហើយបាទនៅពេលដែលបងប្អូនយើងគាត់សម្រាប់ពីការងារគាត់ទៅនេហ្នឹងគឺគាត់នាំប្រពន្ធកូននាំមិត្តភ័ក្តិនាំគ្រួសារដើរលេងអញ្ចឹងណាហើយតំបន់ដែលកំពុងតែល្បីដោយបងប្អូននឹងស្រាប់អញ្ចឹងបាទគឺផ្សារលើឬក៏យើងហៅថាផ្សារតរ៉េហ្នឹងហើយបងប្អូនបាទចឹងហើយគឺមនុស្សច្រើនធម្មតាជាធម្មតាបងប្អូនណាគឺថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងគឺមានមនុស្សដែរប៉ុន្តែមិនសូវជាមានច្រើនទេប៉ុន្តែបើសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមានមនុស្សច្រើនខ្លាំងមែនទែនសម្រាប់គាត់មកដើរលេងកំសាន្តអញ្ចឹងណាហើយចឹងបងប្អូនមកឃើញនេះបងប្អូនមកដាក់លម្អផងដាក់លក់ធម្មតាផងមានការយកទៅលក់តផងជាដើមអញ្ចឹងទៅអញ្ចឹងគឺច្រើនខ្លាំងមែនទែនបងប្អូនបាទអញ្ចឹងគឺឲ្យតែថាមកគឺមិនអត់ទេបងប្អូនណាទៅផ្ទះវិញយ៉ាងហោចណាស់ក៏បានម្នាក់2ផ្លែ3ផ្លែដែរបាទអ្នកខ្លះអាចយកច្រើនដល់រាប់រយគីឡូទៀតទៅបងប្អូនណាអញ្ចឹងគឺវាពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់អ្នកស្រុកមេមត់ណាបងប្អូនបាទអញ្ចឹងហើយគឺខ្ញុំមិននឹកស្មានថាមានមនុស្សច្រើនបែបនេះណាបងប្អូនបាទអញ្ចឹងគឺទាំងចាស់ទាំងក្មេងគឺមកហើយបងប្អូនអើយបាទពិតជាច្រើនខ្លាំងមែនទែនបាទវាមិនធ្លាប់ឃើញណាបងប្អូនអាទិត្យភាពបែបនេះពីមុនមកបាទអញ្ចឹងគឺខ្ញុំក៏មកចូលរួមដែរថ្ងៃអាទិត្យនេះបងប្អូនបាទអញ្ចឹងគឺមកដើរលេងប្រផ្លែតដែរអញ្ចឹងណាអញ្ចឹងហើយគឺយើងមករកទិញផ្លែឈើហូបអញ្ចឹងទៅបងប្អូនបាទអញ្ចឹងគឺសូមសរសើរខ្លាំងមែនទែនបងប្អូនយើងអ្នកមេមត់គឺរស់រាយខ្លាំងមែនទែនសម្រាប់អ្នកលក់ណាអញ្ចឹងក៏មិនថាភ្ញៀវមកពីចិត្តពីឆ្ងាយទេបាទគឺគាត់លក់ដូរហត់យ៉ាងណាក៏គាត់តែងតែរីករាយជាមួយភ្ញៀវដែរអញ្ចឹងណាហើយភ្ញៀវគឺមកច្រើនមែនទែនរកតែផ្លូវដើរមិនចង់ឃើញណាបងប្អូនបាទ